Halloween ឆ្នាំមុនណាគឺថាជីកម៉ូតូដើរបន្លាចគេពេញនឹងឯងតែឆ្នាំនេះវិញគឺថាសុំធ្វើ cosplay ដើរលេងធម្មតាវិញបន្ទាប់ពីផុសវីដេអូឲ្យមានអ្នកចាប់អារម្មណ៍ make up ច្រើនឥឡូវហ្នឹងខ្ញុំនឹងមកប្រាប់ពី make up detail ហ្មងខ្ញុំគិតថាណាគេក៏ដឹងដែរឲ្យតែមុន make up យើងលាប skin care ទៅបន្ទាប់មកយើងដាក់ foundation ធម្មតាមកបន្ទាប់មកអ្នកគ្នាយកជាមួយនឹង color ពណ៌រាងស្ដើងយកមកលាបបែបនេះកុំភ្លេចយក mascara អញ្ចឹងយកមកសិតដូរពណ៌អញ្ចឹងផងតែបន្ទាប់គឺខ្ញុំមកធ្វើការលាបជាមួយនឹងម្សៅហុយណាសិកាព្រោះអីបើសិនជាមុខរបស់យើងដាក់ម្សៅហុយទេគឺខំតែប៉ះអីតិចគឺវាចេញមកអញ្ចឹងហ្មងអ្នកគ្នាចឹងអាចទៅទាំងអញ្ចឹងបានទេយើងត្រូវមកធ្វើការប្រើជាមួយនឹងម្សៅហុយហើយម្សៅហុយណាសិកាងាយស្រួលក្នុងការប្រើប្រាស់មែនតែនគ្រាន់តែយកជក់មកអស់មកឆ្វិតមកអ្នកគ្នាឃើញអត់គឺថាឡើងម៉ត់ចង់ប្រើនឹងជក់ក៏បានចង់ប្រើនឹងពងក៏បានដែរព្រោះអីសាច់ម្សៅរបស់គេល្អិតអស់មិនក៏មានកកម្សៅដែរចឹងនេះបន្ទាប់ពីខ្ញុំបានប្រើប្រាស់ហើយអ្នកគ្នាឃើញអត់នៅតាមច្រមុះអីក៏មានកកម្សៅទៅណាដែរមុខវិញឡើងម៉ត់ខៃតែម្ដងនិយាយទៅពេលយើងដាក់ contour ដាក់ color ភ្នែកមកដឹងតែស្អាតហើយវាអត់មានកវិមកវាមពេញមុខអីទេហើយ color ភ្នែកខ្ញុំវាយពណ៌ផ្កាឈូកបន្ទាប់មកខ្ញុំយកជាមួយនឹងពណ៌រាងបែកប្រផេះយកមកផាត់នៅចុងតិចៗចំពោះរងភ្នែកវិញខ្ញុំពាក់ប្រភេទបែបនេះហើយអ្នកគ្នាហើយ eyeliner វិញគឺខ្ញុំគូបែបត្រង់រាងវែងដោយសារដើម្បីឲ្យវាឃើញរាងលិចចង្អុលពេលផាត់ស្មើក្រងភ្នែកគេអ្នកគ្នាកុំយកពណ៌រាងកម្ៅពេកយកពណ៌របៀបផាត់សូកូឡាតែបែកក្រហមវិញដើម្បីគូវាបំពេញចន្លោះខំនឹងហើយដកក្រោមភ្នែកគឺខ្ញុំគូចេញមកឡើងច្បាស់ចឹងមកអ្នកគ្នាដើម្បីឲ្យឃើញភ្នែកកាន់តែធំហើយយើងកុំភ្លេចផាត់នៅចុងភ្នែកចេះផងហើយដែលសំខាន់បំផុតដែរអ្នកគ្នាយកជាមួយនឹងពណ៌រាងសយកមកផាត់នៅចន្លោះភ្នែកដើម្បីឲ្យមើលទៅភ្នែករបស់យើងកាន់តែផុសអារម្មណ៍ភ្នែកខាងក្រោមហ្នឹងតែពិតទៅខ្ញុំគូរាង fail អ្នកគ្នាប៉ុន្តែទៅតាមតាណាហ្មងទៅហើយការ contour គឺខ្ញុំ contour បែបហ្នឹងឲ្យអ្នកគ្នាអត់មានពិបាកទេដោយអ្នកគ្នាបានឃើញចឹងឲ្យតែយើងបានប្រើជាមួយនឹងម្សៅហុយទោះបីយើង contour វាយ color ភ្នែក color ថ្មមិនក៏វាមើលទៅអត់កវិងកវាម្ដុំហើយកកម្សៅដែរនិយាយទៅគឺថាមុខរបស់យើងវាម៉ត់ហើយវាស្រួលផាត់មែនតែនហ្មងចឹងឥឡូវហ្នឹងគឺខ្ញុំបាន make up ហើយអ្នកគ្នាប៉ុន្តែ cosplay ហ្នឹងគឺសក់របស់គេខ្មៅហើយសក់សេះខ្ញុំឥឡូវដូរពណ៌សក់ហើយចឹងឥឡូវយើងត្រូវតែមកពាក់សក់ហ្នឹងឯងបន្ទាប់មកយើងមកធ្វើការពាក់ស្បែកមកអ្នកគ្នាឃើញអត់គឺថា make up របស់យើងហើយ make up ហ្នឹងគឺតែមួយផ្លែអ្នកគ្នាខ្ញុំ make up ដល់កន្លះម៉ោងផងហើយបាត់ហើយហ្នឹងដោយសារលឿនដែរ